បើលោកគ្រូមានប្រធានលំហាត់មួយគេថានារីសុកនិងសៅជាបេក្ខជនប្រឡងសិស្សបកែថ្នាក់ទី12លើមុខវិជ្ជា3ផ្សេងគ្នាមានដូចជាគណិតវិទ្យារូបវិទ្យានិងភាសាខ្មែរគេឲ្យតំណាក់តំណងមក3គឺតំណាក់តំណង1 2និង3សំណួរតើបេក្ខជនណាប្រឡងមុខវិជ្ជាណាគឺគេចង់ដឹងថាតើនារីប្រឡងមុខវិជ្ជាអ្វីសុកប្រឡងមុខវិជ្ជាអ្វីសៅប្រឡងមុខវិជ្ជាអ្វីក្នុងចំណោមមុខវិជ្ជាទាំង3គឺគណិតរូបនិងភាសាខ្មែរបើឥឡូវយើងមកមើលដំណោះស្រាយរបស់លោកគ្រូទាំងអស់គ្នាលោកគ្រូយកតំណាក់តំណង3យកមកវិភាគណាឥឡូវយើងមើលតំណាក់តំណង3នេះតំណាក់តំណង3គេថាបើសុកមិនប្រឡងខ្មែរទេនោះសៅប្រឡងគណិតករណីហ្នឹងមានន័យថាសុកបើករណីសុកមិនប្រឡងខ្មែរគឺសុកគឺអាចប្រឡងគណិតឬក៏រូបវិទ្យាឥឡូវលោកគ្រូចាប់ផ្ដើមទាញថានាំឲ្យសុកប្រឡងគណិតវិទ្យាហ្នឹងគឺជាករណីដែលមិនអាចហេតុអីពីព្រោះថាសុកមិនប្រឡងខ្មែរសុកប្រឡងគណិតបើសុកប្រឡងគណិតសៅប្រឡងគណិតដែរព្រោះអីគេព្រោះថាសុកនិងសៅគឺมันអាចប្រឡងមុខវិជ្ជា2ដូចគ្នាបានទេហើយបើករណីដែលសុកប្រឡងគណិតមានខុសពីខ្មែរបើខុសពីខ្មែរសៅប្រឡងគណិតដែរដូចនេះករណីសុកប្រឡងគណិតវិទ្យាគឺជាករណីដែលមិនអាចបើសុកប្រឡងគណិតវិទ្យាមិនអាចលោកគ្រូដាក់សិក្សាមកករណីទៀតគឺករណីដែលសុកប្រឡងរូបវិទ្យាវិញម្ដងយើងមើលករណីដែលសុកប្រឡងរូបវិទ្យានាំឲ្យសៅប្រឡងគណិតច្បាស់ណាស់ពីព្រោះលក្ខខណ្ឌគេថាម៉េចបើសុកមិនប្រឡងខ្មែរចឹងករណីសុកប្រឡងរូបមានន័យគាត់មិនប្រឡងខ្មែរនោះសៅប្រឡងគណិតចឹងយើងទាញបានសៅប្រឡងគណិតហើយបើសៅប្រឡងគណិតនាំឲ្យយើងទាញបាននារីប្រឡងភាសាខ្មែរពីព្រោះអ្នកទាំង3ហ្នឹងគឺប្រឡងមុខវិជ្ជាខុសគ្នាបាទឥឡូវនារីប្រឡងភាសាខ្មែរតើយើងដោះស្រាយឃើញសៅប្រឡងគណិតនារីប្រឡងខ្មែរហើយសុកប្រឡងរូបនឹងតើវាជាករណីដែលអាចទៅរួចអត់បាទចង់ដឹងថាទៅរួចឬមិនទៅរួចឥឡូវយើងមកមើលតំណែងទី2តំណែងទី2គេថាបើនារីប្រឡងខ្មែរសៅត្រូវប្រឡងរូបតែករណីនេះនារីប្រឡងខ្មែរសៅបែរជាប្រឡងគណិតទៅវិញដូចនេះករណីនេះគឺមិនផ្ទៀងផ្ទាត់ជាមួយនឹងករណីទី2ដែលគេឲ្យមកទេបាទប្រធានលំហាត់ដែលគេឲ្យមកទេមានន័យថាករណីសុកប្រឡងរូបវិទ្យាគឺជាករណីមិនអាចបាទយើងសិក្សាករណីសុកប្រឡងគណិតជាករណីមិនអាចបន្ទាប់មកសុកប្រឡងរូបវិទ្យាក៏ជាករណីមិនអាចពីព្រោះវាមិនផ្ទៀងផ្ទាត់ក្នុងតំណែងទី2ដូចនេះគ្មានជំរើសផ្សេងទេគឺសុកគឺត្រូវតែប្រឡងភាសាខ្មែរហេតុអីដោយសារអ្នកទាំង3ហ្នឹងគឺប្រឡងមុខវិជ្ជាខុសគ្នាសុកមិនប្រឡងគណិតហើយសុកមិនប្រឡងរូបសិតតែជាករណីមិនអាចមានន័យថាសុកគឺត្រូវតែប្រឡងមុខវិជ្ជាភាសាខ្មែរឥឡូវយើងទាញបានហើយសុកប្រឡងខ្មែរណាបាទនៅសល់សៅនិងនារីដូចនេះលោកគ្រូសិក្សា2ករណីឥឡូវលោកគ្រូសិក្សាករណីដែលនារីម្ដងបើសុកប្រឡងខ្មែរចឹងនារីអាចមាន2ជំរើសបើមិនគណិតគឺរូបនឹងមានតែ2នឹងណាបាទព្រោះអីសុកប្រឡងខ្មែរបាត់ហើយឥឡូវលោកគ្រូសិក្សាករណីដែលនារីប្រឡងគណិតវិទ្យាតើវាអាចទៅរួចអត់បាទនារីប្រឡងគណិតវិទ្យាឥឡូវយើងមើលករណីទី1ប្រធានលំហាត់ដែលគេឲ្យវិញតំណងទី1គេថាបើនារីប្រឡងគណិតនោះសុកប្រឡងរូបបាទបើនារីហ៊ានទៅប្រឡងគណិតសុកប្រឡងរូបឯងតែសុកប្រឡងខ្មែរដូចនេះករណីដែលនារីប្រឡងគណិតគឺជាករណីដែលមិនអាចព្រោះថាបើនារីប្រឡងគណិតសុកត្រូវតែប្រឡងរូបតែសុកតាមពិតទៅសុកដែលយើងរកឃើញមិនមែនប្រឡងរូបទេគឺប្រឡងភាសាខ្មែរដូចនេះនារីគឺមិនអាចប្រឡងគណិតវិទ្យាបានទេបាទជាករណីមិនអាចគ្មានជំរើសអីក្រៅពីនារីប្រឡងមុខវិជ្ជារូបវិទ្យានោះទេពីព្រោះអីសុកប្រឡងខ្មែរហើយនារីគាត់មិនប្រឡងគណិតទេពីព្រោះប្រឡងគណិតជាករណីមិនអាចដូចនេះនាំឲ្យយើងតិចបាននារីប្រឡងរូបវិទ្យាបាទឥឡូវយើងបានសុកប្រឡងខ្មែរនារីប្រឡងរូបវិទ្យា
ចុងក្រោយសៅគឺប្រឡងគណិតពីព្រោះអ្នកទាំង3ហ្នឹងគឺប្រឡងមុខវិជ្ជាខុសគ្នាយើងរកឃើញសុកប្រឡងខ្មែរហើយនារីប្រឡងរូបហើយដូចសៅត្រូវតែប្រឡងគណិតវិទ្យាបើអញ្ចឹងយើងបានដោះស្រាយរួចហើយដូចនេះអ្នកទាំង3គឺនារីប្រឡងរូបវិទ្យាសុកប្រឡងភាសាខ្មែរចំណែកឯសៅគឺប្រឡងមុខវិជ្ជាគណិតវិទ្យា